អសាទរដល់លោកអ្នកដែលកើតឆ្នាំមមីបាទមមីក៏រិស័យឡើងខ្លាំងដែរនៅពាក់កណ្ដាលខែ1នេះអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីសូមលោកអ្នកខមមិនលេខសំណាងគឺលេខ114ចំណែកពណ៌សំណាងគឺពណ៌ឈើពណ៌ឈើពណ៌ដូចខ្ញុំអង្គុយអ្នកពណ៌គ្រឿងសង្ហារឹមអ្នកបងប្អូននេះបាទពណ៌ឈើគឺជាពណ៌ដែលគ្រឿងសង្ហារឹមដែលយើងពោលាលាបថ្នាំទៅគឺពណ៌បែបហ្នឹងអញ្ចឹងបងប្អូនស្គាល់ណាពួកខ្ញុំអង្គុយពីក្រោយពួកខ្ញុំអង្គុយសាឡុងឈើអញ្ចឹងពណ៌ឈើគឺជាពណ៌លាបសំណាងអញ្ចឹងអ្នកដែលកើតឆ្នាំមមីបងប្អូនកូនក្មួយពីថ្ងៃនេះទៅគឺរាសីឡើងខ្លាំងដូចគ្នាផ្ទុះលាបផ្ទុះសំណាងដូចគ្នាអញ្ចឹងបងប្អូនកូនក្មួយឆ្ងល់ណាបាទថាហេតុអីបានមមីជន់ឆ្នាំហេតុអីបានពាក់កណ្ដាលខែនឹងរាសីឡើងបងប្អូនត្រូវចាំថាតារាសាស្ត្រមានការប្រែប្រួលបើទោះបីជាមមីមានការជន់ឆ្នាំក៏ដោយក៏មមីហេងដែរដោយសារឥទ្ធិពលពពែណាឥទ្ធិពលឆ្នាំពពែនេះកាលណាពពែឡើងមមីក៏ឡើងដែរអញ្ចឹងបានគេឲ្យយើងយករូបពពែដាក់តាំងនៅផ្ទះដោយសារអីដោយសារពពែមានឥទ្ធិពលធំហើយសំខាន់ណាស់នៅក្នុងឆ្នាំ2026ហ្នឹងឃើញហ្នឹងមមីឆុងប្រកាច់ប្រកិនណាប៉ុន្តែពពែឡើងពពែយោងមមីទៅទៀតអញ្ចឹងបើបងប្អូនចង់ឲ្យរ៉ូស៊ីមានបានចង់ឲ្យកាក់កបចង់ឲ្យកាត់ឆុងចង់ឲ្យលើករាសីចង់ឲ្យក្រុមគ្រួសារយើងសុខសប្បាយហេងរ៉ូស៊ីមានបានគឺយើងយករូបពពែទៅដាក់ផ្ទះអញ្ចឹងកាលណាយើងមានពពែនៅដាក់ផ្ទះប្រៀបបានដូចជាមានឃ្លាំងទ្រព្យនៅក្នុងផ្ទះរបស់យើងអញ្ចឹងយើងលែងឆុងយើងលែងសោយហើយពពែដែលយកទៅដាក់ផ្ទះហ្នឹងណាបងប្អូនកូនក្មួយមិនមែនយើងចេះតែយកពពែយកទៅដាក់តែប្រទេសតែប្រាស់ទេពពែតែដាក់ទៅពពែមានការប្រសិទ្ធិត្រឹមត្រូវធ្វើឡើងត្រូវក្បួនត្រូវខ្នាតមិនមែនចេះដើរទិញតាមផ្សារទេណែនេះគឺជាពពែដែលលោកគ្រូមហាជុំធ្វើឡើងយ៉ាងត្រឹមត្រូវតាមក្បួនតាមខ្នាតអញ្ចឹងបងប្អូនអាចជាវពីលោកគ្រូមហាជុំយកទៅដាក់ឲ្យផ្ទុះលៀបដាក់ឲ្យហេងកូនចៅទាំងអស់នៅក្នុងផ្ទះនឹងមានលៀបមានសំណាងបាទអូលោកគ្រូខ្ញុំឆ្នាំអីក៏ដាក់បានដែរមែនទេឆ្នាំស្អីក៏ដាក់បានដែរអញ្ចឹងបងប្អូនជាវរូបពពែនេះយកទៅដាក់ផ្ទះបងប្អូននឹងហេងបងប្អូននឹងផ្ទុះលៀបផ្ទុះសំណាងអញ្ចឹងពពែនេះពពែលៀបពពែជ័យពពែហេងពពែសុកពពែចំច្រើនណាបាទអញ្ចឹងបងប្អូនជាវពពែនេះយកទៅដាក់ផ្ទះទៅគឺបងប្អូននឹងមានលៀបមានសំណាងអញ្ចឹងពពែនេះខ្ញុំមានតិចខ្ញុំមានតែ10គូទេអញ្ចឹងបងប្អូនណាចង់បានគឺយកទៅគូពពែនេះមុននឹងចេញជូនបងប្អូនគឺយើងប្រសិទ្ធិត្រឹមត្រូវមានក្បួនមានខ្នាតមិនចេះតែមានអរត់អារីទេណាបាទមួយដឹងមួយពីរដឹងពីរយកទៅដាក់ផ្ទុះលៀបបាទហើយអញ្ចឹងលោកគ្រូគេឲ្យដាក់ខ្លាដាក់បានអត់ខុសទេប៉ុន្តែគ្រាន់តែខ្លាវាស្ថិតនៅក្នុងសត្វទី3វាមិនហេងខ្លាំងដោយពពែគឺជាសត្វទី1សត្វទី2ឆ្កែសត្វទី3ខ្លាអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនដាក់ពពែដាក់ឲ្យផ្ទុះលៀបហេងអញ្ចឹងអ្នកទាំងអស់នៅក្នុងឆ្នាំ2026ហ្នឹងគឺត្រូវតែមានរូបពពែដាក់ផ្ទះដាក់ឲ្យហេងខ្លាំងផ្ទុះលៀបបាទនៅក្នុងពាក់កណ្ដាលខែ10ខែ1នេះអ្នកដែលកើតឆ្នាំមមីបងប្អូនគឺហេងខ្លាំងណាស់ផ្ទុះលៀបផ្ទុះសំណាងអញ្ចឹងអ្នកដែលកើតឆ្នាំមមីខមមិនលេខសំណាងលេខ114ចំណែកពណ៌សំណាងពណ៌ឈើពណ៌សាឡុងខ្ញុំអង្គុយអ្នកដែលកើតឆ្នាំមមីវាលំមដល់ពេលដែលយើងត្រូវហេងហើយបងប្អូនព្រោះមកជីវិតអ្នកដែលកើតឆ្នាំមមីបងប្អូនណាបាទយើងធ្វើតែល្អទេយើងមិនដែលចេះធ្វើអាក្រក់ទេប៉ុន្តែយើងមិនដែលបានការតបស្នងសងគុណពីអ្នកណាទាំងអស់អ្នកដែលកើតឆ្នាំមមីយើងសុំតែយុត្តិធម៌ទេរាល់ថ្ងៃហ្នឹងសុំតែយុត្តិធម៌ហ្នឹងបានថាម៉េចពេលដែលអញត្រូវមើលឃើញផងកុំចាំមើលឃើញតែអញខុសបងប្អូនពេលអញត្រូវមើលឃើញផងកុំចាំមើលឃើញតែអញខុសយល់ទេប៉ុន្តែពេលដែលយើងត្រូវគ្មានអ្នកណាមើលឃើញអ្នកកើតឆ្នាំមមីនោះប៉ុន្តែបើអញមើលខុសពេលអញខុសគឺគេឃើញមកហើយសួរថាតើអ្វីដែលយើងខុសនេះយើងអាចបកស្រាយប្រាប់គេបានអត់សុំតែម្យ៉ាងគត់គឺសុំឲ្យតែគេយល់ចិត្តសុំតែម្យ៉ាងគត់សុំឲ្យគេមើលឃើញពេលអញត្រូវហើយដល់ពេលអញខុសអញសុំបកស្រាយសិនថានេះអញមិនខុសទេអញមានហេតុអញមានផលរបស់អញមានហេតុអញមានផលរបស់អញមិនខុសទេព្រោះអ្នកកើតឆ្នាំមកវិធ្វើអីមិនដែលខុសបងប្អូនមុននឹងធ្វើគាត់សិតតែមានហេតុមានផលរបស់គាត់ច្បាស់លាស់ណាស់ប៉ុន្តែសួរថាតើគេឲ្យយើងបកស្រាយដែរឬអត់ទេណាគេចោទប្រកាន់ថាយើងខុសគេលៀបពណ៌ថាយើងខុសហើយគេមិនឲ្យយើងបកស្រាយទេប្រៀបបានដូចគេចាប់យើងចងដៃទៀតហើយគេចងជើងទៀតហើយគេយកស្គុតបិទមាត់ហើយគេមិនលោភយើងស្រេចចិត្តគេបំពេញយើងស្រេចចិត្តអញ្ចឹងអ្នកកើតឆ្នាំមកមីនឈឺចាប់គេមកជីវិតជួបតែការជីកជន់ជួបតែការរំលោភបំពីឈឺចាប់តើថ្ងៃណាយើងបានសុខកុំខ្វល់មើលអ្នកណាទាំងអស់គិតទៅពីខ្លួនឯងអ្នកកើតឆ្នាំមកមីយើងសុខហើយព្រោះការលះបង់របស់យើងមកជីវិតអីគេមើលមិនដែលឃើញផងយល់ទេបាទអញ្ចឹងអ្នកកើតឆ្នាំមីល្អមកវិញរាសីហ
ហើយអ្នកកើតឆ្នាំមមីបើចង់ឲ្យហេងបើចង់ឲ្យផ្ទុះខ្លាំងនៅក្នុងឆ្នាំ2026ពីដណ្ដប់ខែឲ្យជួបតែរឿងល្អមានលុយហូរចូលកុំជួបបញ្ហាបងប្អូនកូនក្មួយកាត់ឆុងចេញបាទពីព្រោះយើងជន់ឆ្នាំប៉ុន្តែបើយើងបានកាត់ឆុងត្រឹមត្រូវអ្នកកើតឆ្នាំមមីនឹងផ្ទុះលៀបសាហាវជាងអ្នកដែលអត់ឆុងទៅទៀតបាទអ្នកអត់ឆុងអត់មានអីជួយប៉ុន្តែយើងឆុងយើងកាត់តែឆុងចេញផ្ទុះលៀបការកាត់ឆុងគឺមិនមែនចេះតែកាត់ទេមិនមែនយកសាច់មិនមែនយកគ្រឿងចង្អាបទៅសែនឲ្យខ្មោចព្រាយបិសាចអត់ទេណាគឺយើងមានដង្វាយដើម្បីយកទៅថ្វាយដល់ព្រះឥន្ទ្រាធិរាជតាមជំនឿណាអញ្ចឹងការកាត់ឆុងគឺមានក្បួនរបស់គេត្រឹមត្រូវអញ្ចឹងការកាត់ឆុងត្រូវអស់លុយខាតពេលវេលាអញ្ចឹងជ្រុលទៅអស់លុយត្រូវតែខាតពេលវេលាយើងចំណាយឲ្យត្រូវក្បួនអញ្ចឹងបងប្អូនអ្នកដែលជឿជាក់មួយលោកគ្រូមហាជុំគឺខ្ញុំកាត់ឆុងជូនកូនសិស្សខ្ញុំកាត់ឲ្យមានបានរស់ស៊ីគ្រប់គ្នាចឹងបងប្អូនជឿជាក់អ្វីដែលបងប្អូនសម្គាល់មើលលោកគ្រូមហាជុំទូទាយកន្លងមកគឺបងប្អូនដឹងហើយថាខ្ញុំទូទាយត្រូវឬមួយក៏ខុសហើយបើគិតថាអូគ្រូមហាជុំទាយអញត្រូវណាស់ហើយអញឆ្នាំឆុងអញចង់មានលៀបដោយលោកគ្រូមហាជុំមានប្រសាសន៍កាត់ឆុងចេញទៅកាត់ឲ្យមានលៀបមានជ័យហើយអ្នកដែលនៅភ្នំពេញបងប្អូនកូនក្មួយគឺមកកាត់ឆុងដោយផ្ទាល់ជាមួយនឹងខ្ញុំលោកគ្រូមហាជុំអ្នកដែលនៅតាមខេត្តគ្មានពេលមកយករបស់កាត់ឆុងពីខ្ញុំយកទៅកាត់ដោយខ្លួនឯងនៅឯផ្ទះអ្នកនៅឯនាយសមុទ្រនៅឯស្រុកក្រៅក៏អាចកាត់ឆុងបានដែរតំណាក់តំណងឆាតចូលពេកសួរនាំទៅបាទអញ្ចឹងពាក់ព័ន្ធមួយអ្នកកាត់ឆ្នាំមមីបើយើងចង់សបាយចង់រីករាយមិនបាច់រាប់ញាតិទេវាអត់មានប្រយោជន៍អីតតែសោះញាតិដែលយើងរាប់ហ្នឹងព្រោះពេលយើងមានទុកគ្មានអាណាមកជួយយើងផងមានតែគេចោតប្រកាន់មានតែគេលៀបពណ៌ប៉ុន្តែបើគេមានទុកគេមករកយើងរហូតយើងឈឺចាប់បាទអញ្ចឹងអ្នកដែលកាត់ឆ្នាំមមីបេះដូងខ្ទេចខ្ទាំអស់ហើយម្នាក់ចិត្តឈួតទៅដើរតែសោចហ្នឹងអាណាមិនដឹងថាអូឯងឆ្នាំមមីសុបាយចិត្តសុបាយណាស់ចិត្តឈួតបាទចិត្តឈួតព្រោះមួយជីវិតជួបតែរឿងអយុត្តិធម៌ហើយមួយជីវិតអ្នកដែលកាត់ឆ្នាំមមីមិនដែលមានអាណាមកសួរហើយមិនបាច់សួរល្អទេមកសួររបស់ម៉ាត់គាត់ថាឯងងាប់នៅសុកយ៉ាងម៉េចហើយថាសឹងកៀងបេះដូងងាប់ប៉ុន្តែសួរថាមានអាណាមកសួរអត់មានអាណាមកសួរទេបាទហើយងាប់ទៅហើយលំបាក់ទៅហើយវេទនាទៅអញមិនខ្វល់ឈឺចាប់បាទអញ្ចឹងយើងមិនខ្វល់ចាប់ពីថ្ងៃ12ទៅរាសីយើងឡើងហើយយើងធ្វើអីក៏បានកាក់កបយើងធ្វើអីក៏បានជោគជ័យលក់ដូរដាច់រស់ស៊ីមានបានកាក់កបគូស្នេហ៍រុងរឿងអញ្ចឹងជីវិតអញស្ដុកស្ដំជីវិតអញល្អអញ្ចឹងល្អមិនខ្វល់ពីអាណាទៀតទេព្រោះការមុនអញល្អគ្មានអាណាការអញយ៉ាប់អញវេទនាមានអាណាមកខ្វល់ពីអញឥឡូវអញល្អគឺមិនខ្វល់ពីអញទៀតទេហើយយើងនឹងវាធ្វើឲ្យវាចាំផងក្នុងខួរនេះឲ្យចាំផងអ្នកណាខ្លះធ្លាប់ធ្វើបាបយើងវេទនាដាក់យើងខ្ចីលុយយើងមិនសងចាំនឹងកុំចិត្តល្អទៀតព្រោះចិត្តល្អអ្នកដែលកើតឆ្នាំមមីចិត្តល្អផ្ទះបាញ់បាទបើចិត្តអាក្រក់សំណាងជោគជ័យយល់ទេមិនមែនឲ្យធ្វើមនុស្សអាត្មានិយមទេប៉ុន្តែឲ្យធ្វើជាមនុស្សមួយរឹងមាំផងព្រោះធ្វើបុណ្យបានបុណ្យទេណាឥឡូវនិយាយប៉ុណ្្នឹងចុះអ្នកកើតឆ្នាំមមីមិនបាច់ខ្វល់មិនបាច់ខ្វាយអីទាំងអស់គិតតែម្យ៉ាងគត់គឺគិតថាអញរាសីឡើងអញហេកអញកាក់កបចឹងបងប្អូនអ្នកកើតឆ្នាំមមីខមមិនលេខសំណាងលេខ114ចំណែកពណ៌សំណាងពណ៌ឈើរាសីយើងឡើងហើយកាក់កបហើយរីកចម្រើនហើយចឹងបងប្អូនអ្នកកើតឆ្នាំមមីយើងហេងយើងកាក់កបណាចាប់ពីថ្ងៃហ្នឹងទៅអ្នកកើតឆ្នាំមមីអស់ទុកអស់កង្វល់អស់ភ័យអស់ព្រួយហេងរហូតចាប់ពីពេលនេះម៉ោងនេះនាទីនេះតទៅបងប្អូនណាបាទសូមជូនពរជូនជ័យសិរីសុខស្ដីសុភមង្គលដល់លោកអ្នកដែលកើតនៅឆ្នាំមមីបាទ